សូមនមស្ការក្រាបថ្វាយបង្គំសំណាក់សិស្សទាំងអស់និងដោយសេចក្តីគោរពនិងសួស្តីដល់និស្សិតប្រុសស្រីទាំងអស់គ្នាដែលបានចូលរួមនៅក្នុងការសិក្សារៀនសូត្រនៅភាសាសំស្ក្រឹតបន្តបាទសម្រាប់ថ្ងៃនេះគឺយើងចូលដល់មេរៀនទី2គឺរៀនអំពីស្រៈពិន្ទុនិងស្រៈនិស្ស័យរបស់ភាសាសំស្ក្រឹតទាំងអស់គ្នាទៀតអញ្ចឹងយើងរៀនស្រៈពិន្ទុគឺរៀន5ពាក្យឬក៏5គេហៅថា5តួហើយក៏ស្រៈនិស្ស័យក៏យើងរៀន5តួដែរហ្នឹងអញ្ចឹងយើងមើលទាំងអស់គ្នាណានឹងស្រៈពិន្ទុណាស្រៈពិន្ទុយើងសរសេរមកនឹងសរសេរតាមលោកគ្រូទាំងអស់គ្នាមកបាទស្រៈពិន្ទុនឹងហើយដូចជាពាក្យថាអបាទអណាអអញ្ចឹងយើងសរសេរមកអគឺសេអញ្ចេះណាសេអញ្ចឹងអចំណាំហើយចំពោះស្រៈនិស្ស័យគឺយើងសរសេរអញ្ចេះណាយើងមើលទៅស្រៈនិស្ស័យគឺគ្រាន់តែចុចទេហ្នឹងឬក៏គេហៅមួយទៀតគេហៅថាសញ្ញាសម្គាល់ថាវាស្រៈនៅក្នុងហ្នឹងមួយទៀតគឺស្រៈអាសំស្ក្រឹតអញ្ចេះណាយើងមើលហ្នឹងអាពិន្ទុហើយបើអានិស្ស័យគឺចេះណាយើងចំណាំអញ្ចឹងមកឲ្យតែឃើញអញ្ចឹងគឺស្អាយហើយយើងដាក់ជញ្ជាក់នៅខាងមុខហ្នឹងគឺអាមែនណាអាអញ្ចឹងហើយមួយទៀតគឺអ៊ីបាទអ៊ីយើងចាំយើងទាញមកចុះកុំចេះមកហើយនឹងវត្តតិចទៅណាហើយដាក់នឹងសក់ពីលើទៅអានឹងអានថាអ៊ីបាទអ៊ីនឹងហើយអ៊ីខាងស្រៈនិស្ស័យគឺយើងមើលអ៊ីផ្សេងចេះណានឹងយើងបែរមុខទៅខាងនោះវត្តតិចហើយស្រៈពិន្ទុអ៊ីបាទមួយទៀតគឺអ៊ីគឺផ្សេងចេះណាវាដាក់សក់ពីលើបន្តិចមានពាក់មួកបាទហើយចំសម្រាប់ស្រៈនិស្ស័យគឺអ៊ីបែរមុខទៅខាងនោះវិញបាទមើលទាំងអស់គ្នាណាបែរទៅខាងនោះវិញអានោះអ៊ីណាអានអ៊ីហើយមួយទៀតគឺយើងមើលទាំងអស់គ្នាមើលទៀតគឺអ៊ុណាអ៊ុយើងសេវត្តកុំឲ្យដូចរោពេកហ្នឹងហើយយើងវត្តឲ្យវាវែងបន្តិចណាតែវត្តខ្លីគេហៅរោហ្នឹងហើយចឹងវត្តវែងតិចមកហ្នឹងហើយនេះអានេះគេហៅអ៊ុហើយបើអ៊ុស្រៈនិស្ស័យគឺយើងសេគ្រាន់តែវត្តលេខ1ដាក់កូនមកហ្នឹងគេហៅអ៊ុណានឹងអញ្ចឹងយើងសេបានហើយនៅពេលដែលយើងសេបានយើងត្រូវអានទាំងអស់គ្នាគឺអាអ៊ីអ៊ីអ៊ុបាទហ្នឹងគឺជាស្រៈដែលយើងរៀនថ្ងៃហ្នឹងឥឡូវយើងរៀនបន្តទៀតគឺយើងទាញកាមេរ៉ាមកគឺយើងរៀនបន្តទៀតគឺផ្សំស្រៈពិន្ទុនិងផ្សំស្រៈនិស្ស័យព្រោះយើងជួយជាអ្នកថ្ងៃមុនយើងរៀនចេះហើយណាអញ្ចឹងយើងពុះផ្សំមកផ្នែកផ្សំស្វរៈណាផ្សំស្វរៈហ្នឹងនិស្ស័យហើយនឹងស្វរៈពិន្ទុបាទអញ្ចឹងយើងមើលទាំងអស់គ្នាណាចាំមើលលោកគ្រូឧទាហរណ៍មួយចំណុចមួយឲ្យយើងមើលទាំងអស់គ្នាណាចាំហើយយើងឧទាហរណ៍មកនឹងឧទាលេខ1យើងដាក់លេខ1មកបាទ1ឧទាហរណ៍ថាពាក្យថាកនឹងផ្សំជាមួយនឹងពិន្ទុមកសំទោសអយើងដាក់អផ្សំជាមួយនឹងកមកណានឹងផ្សំជាមួយនឹងកមកទៅជាអកបាទអកយើងទៅជាអកនឹងលុបចោលទៅយើងដាក់ឲ្យតលាយតិចវាទូចពេកបាទអញ្ចឹងមួយទៀតយើងដាក់អាផ្សំជាមួយនឹងកណាកទៅជាអាកបាទអាកអញ្ចឹងវាសម្រាប់រូបទៅអាកណាជាងយើងមើលទៅជាងអានថាអាកឲ្យតែឃើញអាពិន្ទុណាអាពិន្ទុគឺវានៅអត់ប្រែប្រួលទេណាចំណាំហ្នឹងហើយឧទាហរណ៍ទី3ណាទី3គឺយើងដាក់អ៊ីផ្សំជាមួយនឹងណាស័កណាយើងសេស័កនេះនាងអដែរហ្នឹងហើយស័កហ្នឹងទៅជាអ៊ីស័កបាទទៅជាសម្រាប់រូបអ៊ីស័កហ្នឹងហើយលេខ4គឺយើងអ៊ីណាអ៊ីហើយផ្សំជាមួយចាក់ទៅចាក់ជញ្ជាក់យើងណាហ្នឹងចាក់បងអញ្ចឹងយើងអានថាម៉េចទៅជាអីទៅជាអ៊ីចាក់បាទអ៊ីចាក់ហ្នឹងអ៊ីចាក់អញ្ចឹងយើងដឹងណាហ្នឹងអ៊ីចាក់ហើយអ៊ីបានទី5គឺអ៊ុផ្សំជាមួយនឹងរៈទៅហ្នឹងផ្សំជាមួយរៈទៅជាឧរៈទ្រុងយើងហ្នឹងឧរាហ្នឹងអញ្ចឹងយើងមើលទៅទៀតឥឡូវយើងមើលផ្សំស្រៈនិស្ស័យម្ដងណាស្រៈនិស្ស័យម្ដងគឺយើងដាក់
កមកផ្សំជាមួយនឹងស្រៈនិស្ស័យអមកទៅជាអន្តកៈបាទអន្តកៈហ្នឹងកៈចេញចឹងហើយមួយទៀតគឺកៈមួយទៀតមកយើងដាក់កៈមួយទៀតមកផ្សំជាមួយនឹងអាណាផ្សំជាមួយនឹងអានទៅជាកាទៅជាអន្តកាណាចំណាំកាហើយមួយទៀតយើងដាក់កៈម្ដងណាដាក់កៈផ្សំជាមួយនឹងណាអ៊ីណាអ៊ីស្រៈអ៊ីយើងហ្នឹងណាទៅជាគីបាទគីបាទហ្នឹងគឺអានថាគីណាហើយឥឡូវយើងយកមួយទៀតគឺយកកៈដែរផ្សំជាមួយនឹងអ៊ីម្ដងអ៊ីណាផ្សំជាមួយអ៊ីទៅជាអានថាគីបាទគីណាហ្នឹងឥឡូវយើងយកស្រៈឧផ្សំជាមួយនឹងជញ្ញៈម្ដងណានឹងឧទាហរណ៍ថាកៈផ្សំជាមួយឧទៅជាគុបាទទៅជាគុអានថាគុណាអានថាគុបើយើងខ្មែរសូខ្មែរអានថាកុហ្នឹងកុឥឡូវយើងអានមកអានេះអកៈអាកៈបាទអ៊ីចៈអ៊ីសៈអ៊ីចៈនឹងហើយរុបាទនឹងយើងអានចឹងណាហើយអានេះកៈកាគីគុណាកុបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀនត្រឹមប៉ុណ្ណឹងហើយសូមរងចាំរៀននៅវគ្គបន្តទៀតនៅវគ្គទី2បាទអញ្ចឹងថ្ងៃនេះវគ្គទី1យើងត្រូវរៀនស្រៈពេញតួនិងស្រៈនិស្ស័យ5តួ5 × 5 10បាទបានយើងចេះ10